ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមានប្រភេទរទេះម៉ូតថ្មីមួយឈុតទៀតចាមកធ្វើការបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយសម្រាប់មួយឈុតនេះដែរគឺភ្ញៀវរបស់យើងគាត់កំងយកទៅលក់ប្រភេទបុកល្ហុងសាច់គោអាំងសាច់ក្រអាំងទឹកក្លុកក៏ដូចជាកាហ្វេភេសជ្ជៈគ្រប់មុខផងដែរចាហើយបើនិយាយពីការ design វិញគឺអែមខ្លាំងមែនតើចារូបភាពអីពណ៌លឿងរទេះរបស់យើងក៏បាញ់ពណ៌លឿងនិយាយទៅគឺខ្ចីញញតែម្ដងចាប្រភេទទូកញ្ចក់យើងប្រើពីរដាច់ទៅឡើងពីគ្នាបែបហ្នឹងតែម្ដងខាងមុខគឺយើងសម្រាប់ដាក់គ្រឿងបន្លែបុកល្ហុងឬក៏សាច់អាំងអីរបស់គាត់ហ្នឹងខាងក្រោយគឺយើងអាចដាក់គ្រឿងកំប៉ុងដាក់អីបានចាហើយសម្រាប់អតីមួយឈុតនេះដែរគឺយើងអាចបិទទ្វារចាក់សោជាក្លុបបានមួយជុំនឹងតែម្ដងចាពេលយប់ឡើងឈប់លក់អីគឺអាចរើវ៉ាន់ដាក់ចូលក្នុងអតេះហ្នឹងចាក់សោបានមួយជុំនឹងតែម្ដងចាតែដោយសារតាខ្ញុំថតម្នាក់ឯងអញ្ចឹងអត់មានអ្នកជួយតម្លាក់ឲ្យហើយខាងក្រោយនេះគឺយើងមានជើងចង្ក្រានមួយសម្រាប់កម្ដៅពងទាកូនក៏ដូចជាមានចង្ក្រានមួយសម្រាប់អាំងសាច់ក្រកសាច់គោអាំងរបស់គាត់នឹងចាហើយខាងក្នុងគឺយើងមានចោះធុងតកមួយខាងលើគឺយើងមានតនើមានអីដាក់ឲ្យបានដូចតែយើងរត់ដងនឹងទេចាហើយប្រឡោះដៃចំហហ្នឹងកន្លែងហ្នឹងគឺមានកែមួយចាប៉ុន្តែដោយសារតាយើងហុនចេញហុនចូលទៅវាធ្លាក់អញ្ចឹងទៅពួកខ្ញុំដោះទុកសិនអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់បានមិនថាប្រភេទរទេះបែបហ្នឹងឬក៏លក្ខណៈប្រភេទរទេះកំងអីផ្សេងៗហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈ page នេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេងហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ